ថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការបង្កើតនៅ account Facebook ដោយមិនទាមទារនៅលេខទូរស័ព្ទឬក៏ទាមទារអ្វីទាំងអស់ឧទាហរណ៍ជាដំបូងចូលនៅ Yahoo ហើយជ្រើសយកពាក្យ sign in ហើយយកពាក្យថា create new account ហើយខ្ញុំសូមបញ្ចូលនៅឈ្មោះហើយបង្កើតសូមបង្កើតនៅឈ្មោះពិតសិននៅក្នុង account Yahoo អូខេខ្ញុំសូមយកនៅ account ទៅខាងក្រោមហើយ password គឺដំបូងយកទៅផ្ដើមដោយអក្សរធំនៅពីមុខហើយគឺធំគឺមិនឲ្យដូចនឹង first name របស់យើងឬក៏ last name របស់យើងនេះគឺជាការជ្រើសរើសនៅប្រទេសអូខេដោយចុចនៅអក្សរ C ដើម្បីស្គាល់ប្រទេសថា Cambodia អូខេនេះគឺជាកន្លែងដាក់លេខទូរស័ព្ទខ្ញុំសូមដាក់លេខទូរស័ព្ទអូខេដោយមិនចាំបាច់មានក្បាល0អូខេហើយថ្ងៃដាក់នៅបង្កើតនៅថ្ងៃខែឆ្នាំកំណើតជ្រើសរើសនៅ page នេះគឺជាការជ្រើសរើសម្ដងទៀតនៅប្រទេសនេះដែលយើងដាក់លេខទូរស័ព្ទរបស់មិត្តភ័ក្តិរបស់យើងឬក៏ជាអ្នករបស់គឺជាលេខទូរស័ព្ទរបស់ឪពុកម្ដាយយើងក៏បានឥឡូវខ្ញុំសូមដាក់លេខទូរស័ព្ទរបស់មិត្តភ័ក្តិរបស់ខ្ញុំហើយ relationship ទំនាក់ទំនងគឺ friendហើយយកពាក្យថា create account បញ្ចូលនៅលេខកូដយកពាក្យ submit code ដើម្បីបញ្ជូនកូដនោះទៅអូខេយើងបានបង្កើតរួចរាល់យកពាក្យថា click here អូខេនេះ account របស់យើងបានបញ្ចូលចូលហើយដោយគ្រាន់តែចុចនៅឈ្មោះរបស់យើងឬក៏ចូល mail របស់យើងខ្ញុំសូមចុចនៅឈ្មោះរបស់ខ្ញុំហើយចុចយកពាក្យថា next your public profile អូខេនេះគឺជា account របស់ខ្ញុំហើយខ្ញុំគ្រាន់តែ select នៅ account info របស់ខ្ញុំដើម្បីមើលនៅ email របស់ខ្ញុំអូខេគឺទាមទារឲ្យយើងវាបញ្ចូលនៅ password ម្ដងទៀតអូខេហើយយកពាក្យនៅ sign in អូខេពេលនោះវានឹង load ឲ្យគឺឈ្មោះរបស់ខ្ញុំចាំពន្លឺហើយនៅ email របស់ខ្ញុំហើយនេះគឺជាលេខទូរស័ព្ទរបស់ខ្ញុំដែលខ្ញុំដាក់សម្គាល់អូខេហើយខ្ញុំគ្រាន់តែ copy នៅឈ្មោះរបស់ខ្ញុំអូខេហើយគឺខ្ញុំបង្កើតនៅឈ្មោះរបស់ខ្ញុំចាន់ឬក៏អាចដាក់តាមemail 50នៅbây giờ ក៏បានអូខេដល់គ្រាន់តែថែមមួយទៀតយក email គឺ email របស់ខ្ញុំហើយ new password គឺ password របស់យើងអាចចង់ដាក់អ្វីផ្សេងក៏បានមិនដូចនឹងការបង្កើតនៅ Yahoo របស់ខ្ញុំដែរអូខេសូមរងចាំបន្តិចអូខេហើយជ្រើសរើសយ៉ាងខែចំណាយយើងអាចដាក់ខុសពី Yahoo ក៏បានយកពាក្យ mail sign upអូខេឃើញនេះគឺជាឈ្មោះពិតរបស់ខ្ញុំចាំពន្លឺអញ្ចឹងបើសិនជាយើងចង់ពាក្យថា find friend ទៀតយើងអាចចុចពាក្យ find friend តែបើថាយើងមិនមាន account របស់មិត្តភ័ក្តិរបស់យើងឬក៏អីផ្សេងយើងអាចចុចពាក្យថា skip this step ក៏បានអូខេ skip នេះ
នេះគឺជាការបំពេញនៅព័ត៌មានផ្ទាល់ខ្លួនសាលាអូខេកន្លែងនោះខ្ញុំមិនបាច់ប្រាប់ក៏ដឹងដែរអូខេខ្ញុំចុច skip ទៀតអូខេខ្ញុំចុច skip ទៀតអូខេនេះគឺជាការអាប់ឡូតរូបភាពអញ្ចឹងនេះគ្រាន់តែជាការតេស្តរបស់ខ្ញុំអញ្ចឹងខ្ញុំមិនទាន់អាប់ឡូតរូបភាពទេហើយទីនេះខ្ញុំបានបង្កើត account Facebook មួយទុកលេងទៀតអូខេនេះគឺជាការទាមទារឲ្យយើងចូលនៅក្នុង Yahoo របស់យើងនេះ go to your email យើងអាចចូលចុចពាក្យកន្លែងហ្នឹងក៏បានឬក៏យើងចុចកន្លែងនេះក៏បានអូខេដល់ពេលហ្នឹងគឺវាផ្ញើទិន្នន័យចូលនៅក្នុង email របស់ Yahoo ទាំងអស់ហើយសូមប្រាប់ម្យ៉ាងទៀតគឺសូមចងចាំនៅ account Yahoo បើសិនជាយើងភ្លេច Facebook បើយើងចាំ Yahoo យើងអាចយក account Facebook បានមកវិញដោយជាការងាយស្រួលអូខេ not now អូខេយើង select នៅលើ Facebook ហើយអូខេសូមរងចាំបន្តិចហើយយើងចុចពាក្យថា Get Started អូខេនេះគឺរួចរាល់មួយអូខេនេះគឺជា account អូខេហើយចុចនៅ inbox ម្ដងទៀតហើយយើងចុចនៅ account Facebook គឺយើងនៅសល់ email ពីរទៀតតែសម្រាប់ Facebook គឺយើងបោកតែមួយដងមួយទៀតទេគឺបញ្ចប់អូខេនេះគឺជា confirm code យើងអាចចាំនៅលេខកូដនេះគឺម្យ៉ាងគឺពេលដែល account Facebook គឺទាមទារឲ្យយើងបញ្ចូលនៅលេខកូដហ្នឹងយើងអាចបញ្ចូលនៅលេខកូដហ្នឹងគឺយើងអាចប្រើប្រាស់ Facebook បានវិញដោយជាការងាយស្រួលអូខេ confirm your account អូខេគឺរួចរាល់គឺខុសពីកន្លែងនេះឧទាហរណ៍ខ្ញុំឥឡូវកន្លែងនេះគឺអស់កន្លែងហ្នឹងអូខេរួចរាល់ហើយខ្ញុំចុចកន្លែងនេះគឺពាក្យ refresh អូខេគឺបាត់គឺអត់ទាមទារអ្វីទាំងអស់គឺ security ល្មមខ្ញុំតែសម្រាប់ពួក hacker ខ្ញុំអត់ដឹងដែរអូខេគឺរួចរាល់ហើយខ្ញុំសូមបិទអូខេគឺអស់ខ្ញុំសូមចូលគេបងហើយសូមម្យ៉ាងគឺចងចាំនៅ account email Yahoo អូខេឥឡូវខ្ញុំសូម login ម្ដងទៀតខ្ញុំសូមមើល email របស់ខ្ញុំដូចខ្លួនអូខេនេះគឺជា account យើងសម្រាប់ Facebook នេះសម្រាប់ Yahoo ហើយយើងអាចបញ្ចូលនៅ add another Gmail email ក៏បានemail ផ្សេងអូខេខ្ញុំសូមlog out ម្ដងទៀតដើម្បីបញ្ជាក់ថា Facebook គឺមិនបង្កើតដោយប្រើប្រាស់នៅលេខទូរស័ព្ទសូមរងចាំបន្តិចអូខេគឺជាការរួចរាល់ហើយសម្រាប់អរគុណសម្រាប់ការតាមដាននៅវីដេអូមួយនេះហើយខ្ញុំអត់សូវចេះប្រហែលខ្ញុំសូមតែនេះគ្រាន់តែចំណេះដឹងខ្ញុំតិចតួចដែលខ្ញុំរៀនតាម YouTube ខ្លះឬក៏ចេះដឹងតិច